Trong phút tí sai sập bí, mẹ chiếu bái ruồn nơi tại mẹ ảnh.ពេលផុតវស្សាទី13មកព្រះសាស្តាទ្រង់យាងទៅកាន់ក្រុងសាវត្ថីវិញសោថៃថៃនិងសាមណេររាហុលក៏និមន្តតាមព្រះអង្គទៅកាន់វត្តចេតពុនដែរនេះជាលើកដំបូងហើយដែលសោថៃថៃបានឃើញវត្តចេតពុនព្រះភិក្ខុសង្ឃទាំងឡាយបានញញឹមរាក់ទាក់រកសោថៃថៃរាហុលមានប្រជជនគម្រប់20វស្សានិងព្រះសារីបុត្រក៏បានប្រុងប្រៀបរៀបចំអស់ពេលជាច្រើនថ្ងៃដើម្បីនឹងប្រារព្ធពិធីបំពេញភិក្ខុដល់សាមណេររាហុលបន្ទាប់អំពីសាមណេររាហុលបានបំពេញភិក្ខុរួចមកព្រះសម្ពុទ្ធទ្រង់ឆ្លៀតឱកាសបង្រៀនព្រះអង្គអំពីវិធីភាវនាធម៌ផ្សេងៗសោថៃថៃក៏បានចូលរៀនជាមួយនឹងរាហុលដែរព្រះពុទ្ធទ្រង់បង្រៀនទាំងពីរព្រះអង្គអំពីការភាវនាលើអាយតនៈខាងក្នុង6គឺភ្នែក1ត្រចៀក1ច្រមុះ1អណ្ដាត1កាយ1និងចិត្ត1និងលើអាយតនៈខាងក្រៅ6គឺរូប1សំឡេង1ក្លិន1រស1ផោថពៈ1និងធម្មអារម្មណ៍1ព្រមទាំងវិញ្ញាណ6គឺចក្ខុវិញ្ញាណ1សោតវិញ្ញាណ1ឃានវិញ្ញាណ1ជីវហាវិញ្ញាណ1កាយវិញ្ញាណ1និងមនោវិញ្ញាណ1ព្រះសមណគោតមបរមគ្រូទ្រង់បានពន្យល់ទាំងពីរព្រះអង្គឲ្យចេះមើលជ្រៅទៅក្នុងវិស័យនៃវិញ្ញាណទាំង18ឬហៅថាធាតុ18ដែលកើតឡើងអំពីអាយតនៈខាងក្នុង6អាយតនៈខាងក្រៅ6និងវិញ្ញាណ6អាយតនៈខាងក្នុងមានភ្នែកជាដើមនិងអាយតនៈខាងក្រៅមានរូបជាដើមប៉ះទង្គិចគ្នាក៏បណ្ដាលឲ្យកើតចក្ខុវិញ្ញាណឡើងបើអ្នកណាម្នាក់អាចយល់ដឹងរឿងនេះអ្នកនោះប្រកាសជាអាចយល់ជ្រៅទៅក្នុងធម៌អនត្តានិងអាចពុះពៀលើការកើតនិងការស្លាប់បានព្រះពុទ្ធទ្រង់បានបង្រៀនអំពីធម៌អនត្តានេះយ៉ាងល្អិតល្អន់ជាទីបំផុតទ្រង់បានត្រាស់នឹងរាហុលថែថាមនារាហុលក្នុងចំណោមខណ្ឌទាំង5រូបខណ្ឌ1វេទនាខណ្ឌ1សញ្ញាខណ្ឌ1សង្ខារខណ្ឌ1និងវិញ្ញាណខណ្ឌ1គ្មានអ្វីដែលគួរឲ្យពិចារណាថាជារបស់ទៀងទាត់ទេនិងគ្មានអ្វីដែលអាចហៅថាអត្តៈឬខ្លួនទៀតផងរូបនេះមិនមែនជាអត្តៈទេរូបនេះក៏មិនមានអ្វីជាកម្មសិទ្ធិរបស់អត្តៈដែរអត្តៈមិនអាចរកឃើញនៅក្នុងរូបហើយរូបក៏មិនអាចរកឃើញនៅក្នុងអត្តៈដែរមានទស្សនៈនៃអត្តៈ3យ៉ាងផ្សេងពីគ្នាគឺទស្សនៈទី1អ្នកដែលជឿថាខណ្ឌ5ជាអត្តៈឬហៅថាខណ្ឌដូចគ្នានឹងអត្តៈនេះគឺជាទស្សនៈខុសទី1ទស្សនៈទី2អ្នកដែលជឿថាខណ្ឌ5មិនមែនជាអត្តៈឬហៅថាខណ្ឌខុសពីអត្តៈនេះគឺជាទស្សនៈខុសទី2ទស្សនៈទី3អ្នកដែលជឿថាមានវត្តមានខណ្ឌនៅក្នុងអត្តៈនិងថាមានវត្តមានអត្តៈនៅក្នុងខណ្ឌឬហៅថាខណ្ឌនិងអត្តៈមាននៅក្នុងគ្នាទៅវិញទៅមកគឺជាទស្សនៈខុសទី3មនារាហុលចម្រើនភាវនាឲ្យជ្រៅទៅលើអនត្តាមានន័យថាមើលជ្រៅទៅក្នុងខណ្ឌទាំង5ដើម្បីឲ្យដឹងថាខណ្ឌ5មិនទាំងជាអត្តៈនិងមិនទាំងជាកម្មសិទ្ធិរបស់អត្តៈនិងមិនទាំងតាក់ទងគ្នាទៅវិញទៅមកជាមួយនឹងអត្តៈទេបើកាលណាយើងច្បាំងឈ្នះទស្សនៈខុសទាំង3ប្រការខាងលើនេះយើងនឹងដឹងច្បាស់នៅធម្មជាតិពិតនៃអនត្តាធម៌ទាំងអស់សោថៃថៃក៏សម្គាល់ឃើញថាបើដូច្នោះមែនហេតុអ្វីក៏ភិក្ខុមួយអង្គព្រះនាមថេរៈគង់នៅវត្តចេតពុននេះមិនដែលនិយាយស្ដីទៅកាន់អ្នកដទៃណាសោះអញ្ចឹងព្រះអង្គតែងតែនិមន្តទៅណាតែម្នាក់ឯងតែព្រះអង្គមិនដែលរំខានអ្នកដទៃទេចំពោះទស្សនៈរបស់សោថៃថៃភិក្ខុព្រះនាមថេរៈនេះហាក់ដូចជារស់នៅមិនចុះសម្រុងនឹងសង្ឃគណៈទាំងឡាយទេពេលមួយសោថៃថៃតាមសួរភិក្ខុនាមថេរៈនេះប៉ុន្តែព្រះអង្គបែរជាដើរចេញដោយមិនឆ្លើយតបអ្វីមួយម៉ាត់ឡើយភិក្ខុដទៃទៀតបានដាក់ងារព្រះអង្គថាអ្នករស់នៅតែម្នាក់ឯងសោថៃថៃតែងតែឮព្រះពុទ្ធមានពុទ្ធដីកាលើកទឹកចិត្តភិក្ខុទាំងឡាយថាឲ្យជៀសវាងនៅការនិយាយលេងឥតប្រយោជន៍
តែត្រូវដំកល់នៅក្នុងសមាធិនិងពង្រីកការជួយខ្លួនឯងឲ្យបានច្រើនប៉ុន្តែសោតថៃថៃមានអារម្មណ៍គិតថាភក្ខុថេនេះមិនបានរស់នៅក្នុងរបៀបជួយខ្លួនឯងដូចជាព្រះពុទ្ធចង់បាននោះឡើយដោយមានការច្របូកច្របល់ជាខ្លាំងនៅក្នុងរឿងនេះសោតថៃថៃសម្រេចចិត្តទៅបង្គំទូលសួរព្រះបរមសាស្តាដើម្បីឲ្យបានយល់ច្បាស់ថ្ងៃស្អែកឡើងពេលដែលព្រះអង្គសម្ដែងព្រះធម៌ទេសនាព្រះពុទ្ធទ្រង់បានអញ្ជើញភិក្ខុថេរៈនោះមកចូលរួមព្រះសាស្តាទ្រង់ត្រាស់សួរថាមនាលថេរៈតើពិតទេដែលថាអ្នកចូលចិត្តគង់នៅតែមួយអង្គឯងនិងថាអ្នកធ្វើអ្វីតែម្នាក់ឯងដើម្បីជៀសវាងការជួបជាមួយនឹងភិក្ខុដទៃនោះភិក្ខុថេរក៏បង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនរឿងនឹងពិតមែនហើយព្រះដ៏មានព្រះភិក្ខទ្រង់បានបង្គាប់ឲ្យយើងខ្ញុំព្រះអង្គរាល់គ្នាចេះជួយខ្លួនឯងដើម្បីនឹងចម្រើនធម៌តែម្នាក់ឯងព្រះពុទ្ធក៏បាយព្រះភ័ក្ត្រទៅកាន់គណៈហើយក៏ត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតនឹងពន្យល់អ្នកទាំងឡាយថាតើអ្វីដែលជាការជួយខ្លួនឯងពិតប្រាកដនិងអ្វីដែលជាមធ្យោបាយប្រពៃសម្រាប់រស់នៅតែម្នាក់ឯងនោះមនុស្សចេះជួយខ្លួនឯងគឺមនុស្សដែលរស់នៅក្នុងការគិតគូរត្រឹមត្រូវគេដឹងនៅអ្វីដែលកំពុងតែប្រព្រឹត្តឡើងនៅក្នុងបច្ចុប្បន្ននេះអ្វីដែលកំពុងតែកើតឡើងនៅក្នុងកាយវាចានិងចិត្តរបស់គេផងគេដឹងថាដោយម្ដេចដែលមើលជ្រៅទៅក្នុងធម៌នាពេលបច្ចុប្បន្ននេះគេមិនប្រដេញតាមអ្វីដែលកើតឡើងកន្លងផុតទៅហើយនោះទេនឹងមិនលួងខ្លួននៅអ្វីក្នុងពេលដែលមិនទាន់មកដល់នោះឡើយពីព្រោះអតីតកាលបានកន្លងបាត់ទៅហើយរីឯអនាគតក៏មិនទាន់មកដល់ដែរជីវិតអាចប្រព្រឹត្តទៅបានតែក្នុងបច្ចុប្បន្នកាលប៉ុណ្ណោះបើយើងបាត់បច្ចុប្បន្នកាលនេះទៀតយើងច្បាស់ជានឹងបាត់ជីវិតហើយនេះហើយជាមធ្យោបាយដ៏ប្រពៃសម្រាប់រស់នៅតែឯងមនាលភិក្ខុទាំងឡាយតើអ្វីដែលមានន័យថាប្រដេញតាមអតីតកាលនោះការប្រដេញតាមអតីតកាលមានន័យថាការលួងគំនិតខ្លួនអ្នកចំពោះអ្វីដែលអ្នកបានឃើញនៅក្នុងអតីតកាលចំពោះអ្វីដែលមនោសញ្ចេតនារបស់អ្នកធ្លាប់តែទទួលកាលនោះចំពោះឋានៈនិងមុខតំណែងអ្វីមួយដែលអ្នកធ្លាប់កាន់កាប់ចំពោះអ្វីជាសប្បាយនិងជាទុក្ខដែលអ្នកធ្លាប់មានការបណ្ដោយឲ្យមានគំនិតបែបនឹងកើតឡើងនោះខ្លួនរបស់អ្នកប្រកាសជាផ្ដោតជាប់ទៅនឹងអតីតកាលហើយមនាលភិក្ខុទាំងឡាយតើអ្វីដែលមានន័យថាលួងខ្លួនទៅនឹងអនាគតកាលនោះការលួងខ្លួនទៅក្នុងអនាគតកាលមានន័យថាការលួងខ្លួនរបស់អ្នកនៅក្នុងពេលខាងមុខដែលមិនទាន់មកដល់អ្នកស្រមៃឃើញអ្នកសង្ឃឹមអ្នកភ័យខ្លាចឬក៏អ្នកខ្វល់ខ្វាយអំពីអនាគតកាលសង្ស័យលើអ្វីដែលអ្នកមើលទៅដូចជានឹងកើតមានអ្វីដែលជាអារម្មណ៍របស់អ្នកគិតថានឹងមានមកដល់ខ្លួនសូម្បីតែអារម្មណ៍សប្បាយក្តីឬក៏កើតទុក្ខក្តីការបណ្ដាលឲ្យមានគំនិតបែបនឹងកើតឡើងនៅក្នុងខ្លួនអ្នកប្រកាសជាធ្ពក់ជាប់ទៅនឹងអនាគតកាលហើយមនាលភិក្ខុទាំងឡាយសូមអ្នកវិលមករកបច្ចុប្បន្នកាលវិញដើម្បីជួបផ្ទាល់ជាមួយនឹងជីវិតដើម្បីនឹងមើលឃើញជីវិតវែងឆ្ងាយបើអ្នកមិនជួបផ្ទាល់ជាមួយនឹងជីវិតទេអ្នកមិនអាចមើលឃើញវែងឆ្ងាយឡើយការគិតគូរត្រឹមត្រូវអាចនាំឲ្យអ្នកត្រឡប់ទៅជួបនឹងជីវិតបច្ចុប្បន្នវិញតែបើអ្នកហុំព័ទ្ធទៅដោយតណ្ហានិងការតបប្រមល់លើអ្វីដែលកំពុងតែកើតឡើងក្នុងបច្ចុប្បន្នអ្នកនឹងបាត់បង់គំនិតដ៏ត្រឹមត្រូវរបស់អ្នកព្រមទាំងអ្នកមិនស្គាល់នៅជីវិតពិតទៀតផងមនាលភិក្ខុទាំងឡាយជួនណាដែលបានដឹងអំពីរបៀបរស់នៅក្នុងជីវិតតែម្នាក់ឯងនាពេលបច្ចុប្បន្នសូម្បីតែអង្គុយនៅកណ្ដាលវងមនុស្សដ៏ច្រើនក៏ដោយក៏មិនរន្ធត់ញាប់ញ័រដែរបើជួនណាអង្គុយតែម្នាក់ឯងនៅកណ្ដាលទ្រូងព្រៃដោយមិនចេះគិតគូរត្រឹមត្រូវបើសិនរឿងអតីតកាលនិងអនាគតកាលនៅតែមកលងនឹងគេនោះគេពិតជាមិនអាចរស់នៅតែម្នាក់ឯងបានឡើយនៅពេលពិភាក្សាព្រះធម៌នារាត្រីថ្ងៃនោះព្រះអានន្ទបានសម្ដែងឡើងវិញនៅសេចក្តីថ្លែងរបស់ព្រះបរមសាសនាជូនគេអ្នកស្ដាប់ព្រះអានន្ទសូត្រធម៌ដោយលើកដាក់សំឡេងតាមឃ្លាប្រយោគដូចគ្នាបេះបិទនឹងព្រះពុទ្ធ
សោថៃថៃមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការចងចាំដ៏ចម្លែករបស់ព្រះអានន្ទពេលព្រះអានន្ទសម្ដែងចប់ព្រះមហាកច្ចាយនៈក៏ងើបឈរឡើងហើយក៏មានសង្ឃដីកាថាមនាលភគុទាំងឡាយខ្ញុំករណាសូមធ្វើសំណូមពរថាយើងគួរដាក់ការព្រានប្រដៅរបស់ព្រះដ៏មានប្រភាកកាលពីព្រឹកមិញនឹងដែលត្រូវបានព្រះអានន្ទយកមកសម្ដែងសារឡើងវិញអំបញ្ញមិញនេះឲ្យទៅជាសូត្រនិងទុកជាបញ្ញត្តិត្រឹមត្រូវខ្ញុំករណាយល់ថាគួរតែដាក់ឈ្មោះនៃការទូនមាននេះថាផតតិករតសូត្រគឺជាសូត្រដែលបានដឹងនៅផ្លូវឬមធ្យោបាយដ៏ប្រពៃសម្រាប់រស់នៅតែម្នាក់ឯងព្រះសារីបុត្រមានថេរដីកាបន្ថែមថាមនាលភគុទាំងឡាយចូលអ្នកទាំងឡាយចងចាំនៅផតតិករតសូត្រនេះដើម្បីទុកសម្រាប់អនុវត្តតរៀងទៅព្រះមហាកស្សបៈក្រោកឈរឡើងហើយបញ្ចេញមតិគាំទ្រនៅសំណើដ៏សមរម្យរបស់ព្រះមហាកច្ចាយនៈនេះដោយសេចក្តីសោមនស្សរីករាយចប់ជំពូកទី42